សួស្តីអរគ្នាថ្ងៃខ្ញុំតសេយើងតទៀតណាថ្ងៃនេះសុំរៀងយប់តិចហើយនៅខ្លះគេថាខ្ញុំសម្ដែងតិចពេកហើយខ្ញុំខំនិយាយប៉ុណ្ណឹងដែរសម្ដែងតិចចឹងខ្ញុំនឹងខំព្យាយាមនិយាយឲ្យខ្លាំងជាងនឹងទៀតណាតើមកទោះបើយើងក៏បានដើរចេញពីទីនេះទៅមកប៉ែកនឹងក៏ខ្លាំងមែនតើហើយទោះបើយើងក៏បានដើរដល់ពាក់កណ្ដាលគាត់ក៏បានសម័យនៅឃើញដល់ទូរបស់យើងគាត់នេះណាគ្នាតើមកទូរបស់យើងគាត់ក៏បានគេថាចុងក្រោយបន្ទាប់ពីថ្ងៃនោះទ្រព្យសម្បត្តិចុងក្រោយរបស់ម្ដាយខ្ញុំក៏មិនទាន់បានយកវាមកវិញទេគាត់គិតបានប៉ុណ្ណឹងតើមកយើងគាត់បានពេលយកតួរបស់យើងក៏បាននិយាយថាខ្ញុំមិនចាំមកវិញហើយតើមកទូសេរបស់យើងគាត់បាននិយាយទៅប៉ុណ្ណឹងគាត់ក៏បានផ្ញើដោយសារតួរបស់យើងគាត់ក៏បានងើបមកឡើងប៉ុណ្ណាណីដល់ហើយតួរបស់យើងគាត់បានងើបទៅឲ្យតួស្រីរបស់យើងឲ្យហើយទៅដល់ហើយតួរបស់យើងក៏បាននិយាយថាមែនហើយវាមិនអាចទៅដូចជាស្ក្លាញ់ទឹកត្រីចោលឲ្យត្រង់តិចមើលប្រហែលជាអពេកនោះកាន់ទូស្រីរបស់យើងមិញបានវាខ្លាំងទូស្រីយើងក៏បាននិយាយទាំងញ័រថាបាទអេដមីនក៏បាននិយាយថាខ្ញុំចាប់តាមសាប់នឹងវាហើយទោះបីជាតែខ្ញុំមកគេបញ្ជាក៏ដោយតែអ្វីបានជាវាមានអារម្មណ៍ចម្លែកម្លេះសំបីតែលើកមុនក៏ដោយហើយអ្វីបានជាគាត់ចូលចិត្តហិតក្លិនកន្លែងចម្លែកគ្រប់ពេលរហូតចឹងមកពីគេតែហិតគេហិតហ្នឹងឲ្យគេហិតតិចទៅកូនស្រីនេះវាគឺមិនមែនជាពស់ធម្មតាទេវាគឺជាអ៊ីម៉ូស៊ីគីដែលអាចវាយមនុស្សឲ្យស្លាប់ដោយគ្រាន់តែប្រើក្រញ៉ាំរបស់គាត់តែមកខាងប៉ុណ្ណោះគាត់ថាទូប្រុសយើងសាហាវធម្មតាដែរណាហើយទូប្រុសរបស់យើងក៏បានប្រាប់ទូស្រីថាឯងកុំរើខ្លួនមិនបានទេអីកូនស្រីរបស់ខ្ញុំក៏បានក្តាប់ដៃឡើងណែនហើយគិតថាការជំរុញដល់ចម្លែកបែបនេះខ្ញុំច្បាស់ជានឹងមិនសាំវានោះទេបងពូក៏បាននិយាយថាគ្រាន់តែក្លិនក៏ធ្វើឲ្យយើងមកមុខដែរវាដូចជាយើងបានត្រូវលេបថ្នាំស្នេហ៍អញ្ចឹងសិនបើយើងអាចនឹងទំពាវាបានទៅវានឹងផ្អែមប៉ុណ្ណាទៅចង់និយាយថាជ្រៀងសម្ដីបងពូមែនតើយើងមិនមានអារម្មណ៍ស្រីក្លែងបែបនេះជាយូរមកហើយចង់និយាយថាខ្ញុំស្រូវជំនួសនេះចង់និយាយថាលិតទៅថៃច្បាច់យន់ណាត់ញុកចូលមាត់គ្នានេះញុកគ្នាឡើងគ្នាក្អកហើយទើបបើយើងក៏បាននិយាយថាសូមឲ្យខ្ញុំសម្រាប់បន្តិចមកដើម្បីឲ្យខ្ញុំដកដង្ហើមតែបន្តិចទេបានទេពូលើចឹងក៏បាននិយាយចំអកថាពួកមនុស្សពិតជាខ្សោយពិតមែនគ្រាន់តែប៉ាស្រាក៏ចង់ដួលទៅហើយប្រសិនជាយើងវាប្រហារជាគតិជាចំណែកមិនខានព្រោះស្រីប្រាប់ពីលើចឹងក៏បាននិយាយថានោះគ្រាន់តែជារឿងធម្មតាទេមែនទេមកទៅស្រីរបស់យើងក៏បាននិយាយទាំងទៅដល់ប្រដៅថារាងកាយរបស់ខ្ញុំទន់ខ្សោយខ្ញុំពូកែជើហើយជើច្រើនដងរាប់មិនអស់ដល់ពេលនេះទៀតខ្ញុំផឹកស្រាហើយថ្លើមរបស់ខ្ញុំក៏មិនសូវជាល្អដែរទូប្រលើប៉ុណ្ណឹងក៏ក្បត់ទាំងទូស្រីយើងក៏បាននិយាយថាបើមិនចង់ឈរនៅទីនោះពេញមួយយប់នោះទេអញបិទបាត់ភ្លាមទៅទូស្រីរបស់យើងក៏បាននិយាយបាទទាំងមុខស្លេងអស់គ្នាដល់ហើយគេក៏បានកាត់ទៅប្រស្អែកយើងក៏បានឃើញទូរបស់យើងគាត់ក៏បានដើរតែកណ្ដោយកណ្ដែងទៅហ្នឹងណាគាត់ដើរណាគិតបណ្ដាណាគ្នាគាត់ក៏បានសម្លឹងទៅមើលលុយរបស់គាត់ហើយគាត់ក៏បាននិយាយថាបានខិតខំធ្វើការយ៉ាងខ្លាំងដើម្បីកាប់ឈើប៉ុន្តែខ្ញុំទទួលបានត្រឹមតែ3បាតប៉ុណ្ណោះណាហើយខ្ញុំសុំហៅកាក់នឹងថាលុយណាបាទដូច្នេះទៀតតើស្មានណាទៅខ្ញុំអាចរកបានប្រាក់ប្រាប់ដំឡឹងគាត់និយាយបានប៉ុណ្ណេះយើងក៏បានលើបរមម្នាក់ហៅទូស្រីរបស់យើងថាយងឌូឡើងខ្លាំងដល់ហើយទូស្រីរបស់យើងងាកទៅក៏បានឃើញមានបរមម្នាក់និងស្ត្រីម្នាក់ពងឆោអោបដៃគ្នាពីរនាក់ហ្នឹងគឺជាប្តីប្រពន្ធនឹងគ្នាបរមម្នាក់ហ្នឹងសួរទូស្រីយើងថាតើអញសុខសប្បាយទេទូស្រីរបស់យើងក៏បាននិយាយថាប៉ាហេខានជួបគ្នាយូរហើយហ្នឹងគឺជាបងប្រុសរបស់ទូស្រីយើងអ្នកគ្នាទូស្រីរបស់យើងក៏បានរាក់ទាក់បងប្រុសរបស់គេថាតើបងសុខសប្បាយជាទេហើយគាត់ក៏បាននិយាយថាដូចតែរាល់ដងហ្នឹងនេះយាយអញ្ចឹងថ្មីនេះធ្វើអ្វីបានជាមិនសូវឃើញមុខអ្នកស្រីហ្នឹងគាត់ឃើញចឹងគាត់ក៏ងាកមកចេញទាំងក្រៃដែរអ្នកគ្នាមុនបងបានទៅឆ្លៀតទៅលេងឯងតែបងមិនបានឃើញឯងអញ្ចឹងរឿងរបស់យើងស្រីតែត្រឹមហ្នឹងហើយអ្នកគ្នាបាយបាយជួបគ្នានៅវីដេអូក្រោយ